លំហាត់ប្រាណងាយៗបែបយូហ្គាហាត់ចំនួន5ក្បាច់អាចជួយឲ្យឆ្អឹងខ្នងរបស់យើងមានសុខភាពល្អជួយកាត់បន្ថយបញ្ហាឈឺចុកចាប់ឆ្អឹងខ្នងរបស់យើងជាពិសេសហ្នឹងគឺជួយឲ្យចរន្តឈាមរបស់យើងដំណើរការបានស្រួលអញ្ចឹងចំពោះក្បាច់ទី1ក្បាច់ទី1គេហៅថា Cobra Push អញ្ចឹងចំពោះក្បាច់នេះបងប្អូនអាចធ្វើចន្លោះពី1នាទីទៅ1នាទីកន្លះចំពោះក្បាច់នេះគឺជួយឲ្យឆ្អឹងខ្នងរបស់យើងគឺមានសុខភាពល្អជួយកាត់បន្ថយបញ្ហាឈឺសន្លាក់ឆ្អឹងខ្នងជាពិសេសហ្នឹងគឺជួយឲ្យចរន្តឈាមរបស់យើងដំណើរការបានស្រួលក្បាច់ទី2គេហៅថា Child Push ចំពោះក្បាច់នេះគឺអង្គុយដោយគេធ្វើហ្នឹងណាបងប្អូនអង្គុយហើយយើងរៀងជកងខ្នងបោះដៃរបស់យើងទៅមុខចំពោះក្បាច់យូហ្គាគឺជាលំហាត់ប្រភេទលំហាត់ប្រាណដែលវាជួយឲ្យចរន្តឈាមក៏ដូចជាឆ្អឹងរបស់យើងហ្នឹងគឺមានការពាត់ពេនដែលវាជួយសម្រួលទៅដល់ចរន្តឈាមរបស់យើងឲ្យដំណើរការស្រួលចំពោះក្បាច់ទី3គេហៅថា Standing Forward Fold ចំពោះក្បាច់នេះយើងឈរហើយយើងអោនហើយយើងសំយងមកអញ្ចឹងបងប្អូនដោយរូបដែលខ្ញុំដាក់អញ្ចឹងក្បាច់នេះអ្នកដែលគាត់ធ្វើហើយអ្នកដែលគាត់ដូចថាទម្លាប់នៃការដើររបស់គាត់ការអង្គុយរបស់គាត់ហ្នឹងវាយូរអញ្ចឹងទៅគាត់ចុកជើងគាត់រៀងឈឺជើងខាងក្រោយអញ្ចឹងគឺគាត់ធ្វើជាមួយនឹងក្បាច់នេះគឺជួយសម្រួលសរសៃឈាមរបស់គាត់ហ្នឹងគឺបានល្អខ្លាំងមែនទែនសំខាន់គឺវាជួយឲ្យចរន្តឈាមរបស់គាត់ដំណើរការបានស្រួលហើយបងប្អូនធ្វើអញ្ចឹងចន្លោះពី1នាទីទៅ1នាទីកន្លះមិនធំតែជួយកាត់បន្ថយបញ្ហា stress ទេគឺវាជួយឲ្យយើងគេងលក់ស្រួលផងដែរចូលដល់ក្បាច់បន្ទាប់នេះគឺជាក្បាច់មួយក្នុងចំណោមក្បាច់ទាំងអស់ដែលខ្ញុំចូលចិត្តធ្វើមែនទែនខ្ញុំសឹងតែនិយាយថាពេលខ្លះខ្ញុំអត់ដឹងថាខ្លួនឯងរងថ្ងៃហ្នឹងហាត់យូហ្គាហើយប៉ុន្តែតបមើលគឺយើងឃើញថានេះគឺជាក្បាច់មួយក្នុងលំហាត់ប្រាណបែបយូហ្គាគឺគេហៅថា leg up the wall ចំពោះ leg up the wall នេះខ្ញុំជឿថាមានបងប្អូនជាច្រើនចូលចិត្តធ្វើដូចខ្ញុំដែរដោយសារតែវាស្រួលតែយើងអត់ដឹងទេថាតើ leg up the wall ហ្នឹងវាផ្ដល់អត្ថប្រយោជន៍គេខ្លះចំពោះក្បាច់មួយនេះបងប្អូនគឺវាជួយសម្រួលចរន្តឈាមនៃរាងកាយរបស់យើងជាពិសេសអ្នកដែលគាត់មានអាការៈអាសាហើមជើងឬក៏គាត់ដើរច្រើនពេកឬក៏គាត់ឈរយូរពេកចឹងទៅគាត់រៀងហើមជើងអញ្ចឹងមកផ្ទះវិញបងប្អូនអាចធ្វើជាមួយនឹងលំហាត់ប្រាណមួយនេះបានគឺជួយឲ្យចរន្តឈាមរបស់យើងដំណើរការបានស្រួលហើយជួយកាត់បន្ថយអាការៈនៃការហើមជើងរបស់យើងផងដែរចូលដល់ក្បាច់បន្ទាប់គឺការគេងត្រង់ស្មើខ្ញុំជឿថាក្បាច់នេះប្រហែលជាស្ថិតក្នុងក្បាច់មួយដែលបងប្អូនចូលចិត្តហើយគឺការគេងដាក់ត្រង់ខ្លួនឲ្យស្មើបែបនេះបងប្អូនគឺជួយឲ្យចរន្តឈាមរបស់យើងដំណើរការបានស្រួលហើយជាពិសេសគឺជួយឲ្យឆ្អឹងរបស់យើងនឹងគឺត្រង់ល្អអញ្ចឹងអ្នកដែលគាត់មានអាការៈដូចថាឈឺចុកឆ្អឹងខ្នងគឺបងប្អូនអាចគេងបែបនេះការគេងបែបនេះបងប្អូនអាចគេងចន្លោះពី2ទៅ3នាទីចំពោះក្បាច់ទី5ដែលជាក្បាច់ចុងក្រោយនឹងគេហៅថា sit butterfly ចំពោះក្បាច់នេះស្រដៀងជាមួយនឹងការអង្គុយសមាធិដែរគឺបងប្អូនទាំងអស់គ្នាដាក់ជើងអញ្ចឹងហើយយើងព្យាយាមដកខ្លួនយើងហើយព្យាយាមនៅក្នុងការដកដង្ហើមឲ្យវែងៗគឺវាអាចជួយឲ្យផ្លូវចិត្តរបស់យើងប្រសើរឡើងហើយជួយឲ្យយើងមានអារម្មណ៍ថាធូរស្រាលពីខាងក្នុងហើយខ្ញុំជឿថាបើទោះបីជាបងប្អូនរវល់ឬក៏ខ្ជិលនៅក្នុងការហាត់ប្រាណយ៉ាងណាក៏ដោយប៉ុន្តែលំហាត់ប្រាណទាំង5ក្បាច់នេះពិតជាមានប្រសិទ្ធភាពនៅក្នុងការជួយឲ្យឆ្អឹងខ្នងរបស់យើងមានសុខភាពល្អកាត់បន្ថយអាការៈឈឺចុកចាប់ឆ្អឹងខ្នងជាពិសេសជួយឲ្យចរន្តឈាមរបស់យើងដំណើរការបានស្រួលហើយគឺជួយឲ្យយើងគេងលក់ស្ងប់ផងដែរ